ជំរាបសួរអ៊ំពូមីនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានអំពីរឿងបរោះចាក់ស្មុកកាលពីដើមឡើយមានបរោះម្នាក់ចេះចាក់ស្មុកបរោះនោះចង់បានខ្ញុំបំរើមកប្រើក៏ឡើងទៅចាក់ស្មុកលើចុងថ្នោតហើយគិតតែម្នាក់ឯងបើអញចាក់ស្មុកបានមួយលក់បាន10សេនបើអញចាក់ស្មុកបាន1000នឹងលក់បាន100រៀលរួចអញលោតមនុស្សប្រើបើប្រើមិនបានដូចចិត្តអញនឹងធាក់វាយវាបរោះនោះមិនគ្រាន់តែកើតក្នុងចិត្តក៏ងារដៃលើកទាំងជើងធាក់ធាងធៀងថ្នោតរបូតខ្លួនធ្លាក់ពីលើចុងថ្នោតតែបានដៃច្រកប្រវាចាប់ស្លឹកថ្នោតក៏នៅតែក៏តោតដូចជាគេព្យួរគ្រានោះមានត្រម្នាក់ដំរីម្នាក់ជិះដំរីមកចិត្តបរោះនោះស្រែកអ្នកអើយបើអ្នកជួយដាក់ខ្ញុំពីចុងថ្នោតបានខ្ញុំសុខចិត្តបម្រើអ្នកអស់មួយជីវិតត្រម៉ាក់ដំរីឮហើយមានចិត្តត្រេកអរណាស់ក៏បោះដំរីចូលទៅក្រោមដើមថ្នោតឈរលើខ្នងដំរីរីឯដៃតោងជើងបរោះនោះជាប់ជើងបរោះញ័រដូចជាអង្រួនខ្នងដំរីក៏ដើរទៅត្រម៉ាក់ក៏ជាប់ជួជាមួយបរោះនោះទៅពេលនោះមានទំពែក4នាក់ដើរស្វែងរកខ្ញុំបម្រើទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរមកដល់ក្រោមដើមថ្នោតត្រម៉ាក់និងបរោះចាក់ស្មុកស្រែកលោកអ្នកអើយជួយខ្ញុំឲ្យបានរួចពីចុងថ្នោតនេះខ្ញុំសុខចិត្តបម្រើលោកអ្នកអស់មួយជីវិតទំពែក4នាក់ឮហើយត្រេកអរណាស់សមដូចចិត្តប្រាថ្នាក៏យកសម្ពត់ចោលខ្វែងទល់មកគ្នាជា4ជ្រុងហើយស្រែកចូលអ្នកទាំងពីរទម្លាក់ខ្លួនមកចោះបរោះចាក់ស្មុកនឹងត្រម៉ាក់ដំរីទម្លាក់ខ្លួនមកពីលើសម្ពត់ដែលចងជាប់នឹងទំពែកទាំង4ទំពែកទាំង4ទង្គិចក្បាលគ្នាស្លាប់ទាំង4នាក់ទៅត្រម៉ាក់ដំរីនិងបរោះចាក់ស្មុកឃើញទំពែកទាំង4នាក់ស្លាប់ដូច្នោះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់បើយាយគិតដូចម្ដេចឲ្យបានសុខយើងទាំង2នាក់នឹងទៅបម្រើយាយអស់មួយជីវិតយាយចាស់ត្រេកអរណាស់ដោយប្តីខ្លួនទៅកាប់ចំការឯព្រៃគាត់ប្រាប់ទៅអ្នកទាំងពីរអ្នកទៅយកខ្មោចទាំង4មកដាក់ក្នុងផ្ទះចងរំឲ្យស្រេចទៅរួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះគាត់ស្រែកយំខ្លាំងអ្នកស្រុកសួរគាត់ក៏ប្រាប់ថាប្តីគាត់ស្លាប់អ្នកស្រុកក៏យកខ្មោចនោះទៅដុតយាយចាស់ប្រាប់បញ្ជាក់សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលគាត់នៅរស់លុះគេយកខ្មោចទៅដុតរួចហើយយាយចាស់ស្រែកថាប្តីគាត់នៅផ្ទះទៀតហើយអ្នកស្រុកក៏យកមកដុតទៀតលុះដុតគម្រប់4លើកតាចាស់ប្តីយាយចេញពីព្រៃខ្លួនប្រឡាក់សុទ្ធតែខ្ជុងអ្នកស្រុកឃើញការតាំងស្រែកអាយ៉ាគាត់ត្រឡប់មកវិញទៀតហើយអ្នកស្រុកនាំគ្នាចាញ់ទៅចាប់តាចាស់យកដុតស្លាប់ទៅឥឡូវនេះនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ពុកមីងទាំងអស់គ្នាដែលបានចំណាយពេលវេលាដែលមានតម្លៃមកស្ដាប់នាងខ្ញុំអានអំពីរឿងបរោះចាក់ស្មុកពីដើមដល់ចប់នាងខ្ញុំសូមអរគុណនិងសូមជម្រាបលា